បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមកមានម្ហូបថ្មីមួយទៀតហើយបាទទៅចាប់បានណាកែបចាប់បានអក្សាទេអញ្ចឹងថ្ងៃនេះដែរមកបកស្រាយការធ្វើឆាកង្កែបណាំងើបាទឥឡូវកាត់នៅវីដេអូឥឡូវយើងចាប់កែបបានយកទៅចៀនសិនបន្ទាប់ពីចៀនហើយយើងចាក់ខ្លាញ់បន្តិចដើម្បីយើងទុកឲ្យវាក្តៅហើយយើងដាក់ខ្ទឹមបាទបន្ទាប់យើងដាក់ខ្ទឹមបំពងវាឲ្យហមរួចហើយតមកយើងដាក់គ្រឿងដែលយើងត្រូវដាក់ចូលចឹងណាបាទហើយយើងទុកវាមកសន្ទុះសិនទៅដើម្បីឲ្យវាចូលជាតិហើយយើងច្បល់បន្តិចមកដើម្បីឲ្យវាចូលជាតិកាន់តែសព្វសាច់ហើយយើងមើលតិចសិនទៅថាវាឆ្អិនហើយនៅវីដេអូកាត់ទេបងប្អូនមានខុសឆ្គងអីបន្តិចចូលមេត្តាអធិស្ឋានផងបងដោយសារតែទឹកធ្វើវីដេអូដំបូងដែរបាទហ្នឹងហើយឥឡូវចាប់ផ្ដើមឆ្អិនបន្តហើយបន្តិចទៀតនេះយើងនឹងចាប់ផ្ដើមដួសដាក់ចានទៅបរិភោគបងប្អូនបាទនេះគឺជាដែលកង្កែបដែលចាប់ផ្ដើមឆ្អិនហើយយើងមើលទៅថាគោដែលចង់ញ៉ាំមួយណាហើយនេះគឺជាស៊ុបណាំងើដែលកាត់វីដេអូទេមិនបានរាយរាប់បយាយទាំងយូរទេព្រោះសារវីដេអូខ្លីដែរបាទឥឡូវមកកលេចមើលម្ហូបរបស់យើងម្ដងហើយបាទមើលទៅវាតំណងដែរបើបានអីជាក់តិចកាន់តែតំណងមានជាគ្រឿងក្នុងកង្កែបថ្លើមបេះដូងផ្សេងបាទចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេចឹងអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនារហូតដល់ចប់អរគុណច្រើនជម្រាបលា